ព្រះបាទជ័យវរ្ម័នទី7ប្រហែលក្នុងឆ្នាំ1181ដល់ឆ្នាំ1219ចលនារំដោះជាតិរបស់ព្រះបាទជ័យវរ្ម័នទី7ក្នុងឆ្នាំ1177ព្រះបាទជ័យវរ្ម័នទី7ជាបងប្អូនជាទួតមួយជាមួយព្រះបាទសូរ្យវរ្ម័នទី2ជាមហាក្សត្រល្បីល្បាញជាងគេក្នុងសម័យអង្គរព្រះអង្គជារាជបុត្ររបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី2តាំងពីពេលមិនទាន់សោយរាជសម្បត្តិព្រះបិតានិងព្រះមាតាទ្រង់រៀបចំអភិសេកជាមួយព្រះនាងជ័យរាជទេវីមានបុត្រមួយអង្គព្រះនាមថាស្រិន្ទ្រកុមារព្រះបាទជ័យវរ្ម័នទី7មានគុណបំណាច់មួយយ៉ាងធំចំពោះប្រទេសជាតិដោយបានធ្វើការរំដោះប្រទេសជាតិឲ្យរួចផុតពីការត្រួតត្រារបស់បរទេសដើម្បីសម្រេចគោលដៅក្នុងការរំដោះប្រទេសជាតិនេះទ្រង់ប្រមូលកម្លាំងទ័ពប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញប្រឆាំងនឹងពួកឈ្លានពានហើយទីបំផុតទទួលបានជោគជ័យជាស្ថាពរក្នុងចម្បាំងជើងទឹកដែលមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មាជាសក្ខីភាពស្រាប់ព្រះអង្គដឹកនាំទ័ពកម្ចាត់ចាមចេញពីក្រុងអង្គរនៅឆ្នាំ1181នៅពេលដែលព្រះអង្គមានព្រះជន្ម56ព្រះវស្សាទើបព្រះអង្គបានទទួលរាជាភិសេកឡើងសោយរាជសម្បត្តិជាមហាក្សត្រនៅក្រុងអង្គរកិច្ចការដំបូងបង្អស់គឺរៀបចំក្រុងអង្គរឡើងវិញព្រះអង្គចាត់ឲ្យកសាងកំផែងថ្មបាយក្រៀមនិងគូទឹកព័ទ្ធជុំវិញដែលមានប្រវែង3គីឡូម៉ែត្រក្នុងមួយជ្រុងទាំង4ជ្រុងគឺ12គីឡូម៉ែត្រកម្ពស់8ម៉ែត្របន្ទាប់មកទ្រង់ចាត់ឲ្យកសាងប្រាសាទបាយ័នដែលជាស្នូលនៃទីក្រុងអង្គរឬអង្គរទី3ឬអង្គរធំសប្តាហ៍ថ្ងៃនេះឯងជាប្រាសាទធំជាងគេមានប្រាង្គមុខ4ចំនួន54នៅឆ្នាំ1190ស្ដេចចាមព្រះនាមជ័យឥន្ទ្រវរ្ម័នទី4លើកទ័ពវាយលុកអាណាចក្រកម្ពុជាម្ដងទៀតព្រះបាទជ័យវរ្ម័នទី7ទ្រង់ចាត់បញ្ជាវិទ្យានន្តឲ្យលើកទ័ពទៅទប់ទល់ជាបន្ទាន់វិទ្យានន្តបានវាយយកទីក្រុងវិជ័យហើយចាប់ស្ដេចចាមជ័យឥន្ទ្រវរ្ម័នទី4មកធ្វើជាឆ្លើយយកមកថ្វាយព្រះបាទជ័យវរ្ម័នទី7ព្រះអង្គលើកអនុជថ្លៃព្រះនាមឥន្ទ្រជាព្រះអនុជរបស់ព្រះនាងជ័យរាជទេវីឲ្យឡើងសោយរាជនៅទីក្រុងវិជ័យដោយមានរហស្សនាមថាសូរ្យជ័យវរមទេវីសូរ្យជ័យវរមទេវីលើកទ័ពទៅវាយទីក្រុងបានឌុរង្គៈថែមទៀតតែមិនយូរប៉ុន្មានពួកចាមនៅទីក្រុងវិជ័យបះបោឡើងហើយបណ្ដេញព្រះអង្គម្ចាស់ឥន្ទ្ររត់ទៅស្រុកខ្មែរវិញហើយលើកស្ដេចចាមនាមជ័យឥន្ទ្រវរ្ម័នទី5ឲ្យឡើងសោយរាជជំនួសឆ្លៀតក្នុងឱកាសនេះវិទ្យានន្តបានបង្រួបបង្រួមប្រទេសចាមឲ្យមានឯកភាពឡើងវិញក្រោយពីធ្វើគុតជ័យឥន្ទ្រវរ្ម័នទី5ហើយឡើងសោយរាជនៅចម្ប៉ាទាំងមូលនៅឆ្នាំ1192រហូតដល់ឆ្នាំ1203នៅឆ្នាំ1193និងឆ្នាំ1194ព្រះបាទជ័យវរ្ម័នទី7ទ្រង់សាកល្បងណែនាំឲ្យវិទ្យានន្តទទួលស្គាល់អំណាចព្រះអង្គវិញតែជាការឥតប្រយោជន៍រហូតដល់ឆ្នាំ1203ព្រះអង្គបានបញ្ជាស្ដេចចាមមួយអង្គទៀតព្រះនាមថាអង្គធនបតីក្រៀមដែលត្រូវជាឪពុកមាវិទ្យានន្តឲ្យលើកទ័ពទៅវាយកម្ចាត់ក្មួយព្រះអង្គទាល់តែបានវិទ្យានន្តរត់ទៅសុំជ្រកកោននឹងប្រទេសដៃវៀតតែស្ដេចយួនមិនព្រមក៏រត់ទៅទៀតទាល់តែបាត់ដំណឹងចាប់ពីពេលនោះមកចាប់ពីឆ្នាំ1203រហូតដល់ឆ្នាំ1220ប្រទេសចម្ប៉ាក្លាយជាអាណាខេត្តរបស់ខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់អង្គធនបតីក្រៀមតែម្ដងតាមសិលាចារឹកប្រាសាទព្រះខ័នស្ដេចដែលចំណុះស្ដេចខ្មែរមានដូចជាស្ដេចចាមស្ដេចយួននិងស្ដេចជ្វានៅដើមសតវត្សទី13ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី7ទឹកដីខ្មែរមានទំហំធំទូលាយជាងពេលណាទាំងអស់